นึกដល់អ្នកដែលលំបាកជាងយើងបានរស់នៅហើយគូតែចេះស្កប់ស្កល់មានមនុស្សច្រើនណាស់ដែលសុខចិត្តអស់ប្រាក់ច្រើនប៉ុណ្ណាឲ្យតែបានជីវិតរស់នៅទីបំផុតបានបាត់បង់ជីវិតទៅហើយខ្លះទៀតកំពុងតែលំបាកព្រោះឈឺខ្លះលំបាកព្រោះក្ររហេមរហាមខ្លះលំបាកព្រោះបញ្ហាក្រុមគ្រួសារលក្ខណៈយើងគួរតែមានស្មារតីប្រើប្រាស់របស់ដែលនៅមានដូចជាភ្នែកត្រចៀកជើងដៃពាក្យសម្ដីចិត្តគំនិតជាដើមហើយកើតប្រយោជន៍ដល់ខ្លួនយើងផងដល់អ្នកដទៃផងតាន់ពេលដែលរបស់ទាំងអស់នេះនៅប្រើប្រាស់បានត្រូវចេះគិតឲ្យយល់ថាក្នុងโลกនេះมันមានអ្វីដែលសំខាន់សម្រាប់យើងឲ្យដូចជាខ្លួនយើងជាមនុស្សល្អនោះឡើយបើចេះគិតយល់ដូច្នេះទើបយើងមិនក្រវល់ក្រវាយច្រើនទៅរកការមានបានអ្វីក្រៅអំពីសន្សំបុណ្យនោះឯងជំនួយសតិភាគទី22ទំព័រ98